មហាសង្ក្រាន្តឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចលសករាជ1387សុភមស្តុវរមង្គលាជយាតេរិកៈព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ100ខែពិសាខឆ្នាំម្សាញ់សប្បស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ200ខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីពេលនោះព្រះអាទិត្យចេញពីមានរាសីទៅស្ថិតនៅឯមេសរាសីតាមផ្លូវកោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកោរកៈទេវីជារាជបុត្រទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌លឿងលំអនៅប្រកាយដោយសៀតផ្កាអង្គាបោះអភរណៈកែមុខដាភះសាហាទ្រង់ទេសੰព្រេងព្រះហស្តស្ដាំទ្រង់ប្រខណ្ឌព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់ផ្ទុំបិទប្រណេតលើខ្នងស្ដេចជាខៈខ្លាជាយានពាហនៈទៅនាំអស់ទេវបុត្រទេវធីតាទាំង1សែនកោដហោះទៅកាន់គុហាកែវធម្មាមាលានាទីភ្នំកៃឡាសខេត្តហិមពានជាទីតម្កល់ទុកនៅព្រះសេរសាកបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំមកដង្ហែព្រះទក្សិណភ្នំព្រះសុមេរុតាមផ្លូវព្រះអាទិត្យចចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំង1សែនកោដចូលទៅស្រង់ទឹកអនុតតមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោអូសភិរាជទាំង7ត្រជាក់ផ្សេងផ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតៃសភាសាលាដែលព្រះវិស្ណុទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោសបង់អពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសេរីសុស្ដីជ័យមង្គលជនមានអាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមខ្សានតរៀងទៅថ្ងៃច័ន្ទ200ខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំវារៈមហាសង្ក្រាន្តថ្ងៃអង្គារ300ខែចែកត្រូវនៅថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាវារៈវណ្ណបតថ្ងៃពុធ400ខែចែកត្រូវនៅថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 8:27 នាទី36 វិនាទីជាវិរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរចូលជាសកលឆ្នាំម្សាញ់សប្បស័កមហាសករាជ1947ជលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្ត3ថ្ងៃសូមអស់ប្រជាពុទ្ធបរិស័ទស្រីប្រុសផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអុជប្រទីបទិវាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្តេរដ្ឋីជាចិត្តអប្រិយជាប់ដោយគំនុំគុំគួនជាបាតឈ្នះនេះដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសុនទានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងអុយពរសុខសាធុកាលោកអ្នកនឹងមានសេរីសួស្ដីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរំដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកាផ្សេងត្រូវរៀបក្រាលសម្ពុតពសឬសម្ពុតតាមអំពរទេវធីតាក៏បានហើយរៀបចំនៅគ្រឿងសក្ការៈបូជាទេវតាមានជាអាចបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូ
bay say pram nặng mùi cú bay say bay nặng mùi cú bay say bay tham mùi cú sla tho mùi cú tức óp mùi cú tiên pram thuộc pram lê pram ca pram đã lơ chương tiên mùi cú chê luôn chê nằm quá đã lơ chương tiên mùi cú play thơ đập mùi mục riệp đã chương tiên đập mùi cú đông lao mùi cú tức sát bị kèo sạch thấy nơi vi lia mong đã tê đá cho mộcត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំនមស្ការព្រះរតនត្រ័យសមាទានសិលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងដំកល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកលុះចប់ពិធីទទួលទេវតានៅខាងដើមរៀនគួរមានខ្លោះមួយបាំងផងនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពៀននិងលើបាយសីត្រូវដុតទៀនហើយដុតបំភ្លឺ